ba mặtខ្លះឲ្យតែឃើញកូនតូចភ្ញាក់កថេកដៃកថេកជើងអញ្ចឹងគឺភ័យហើយដោយសារគិតថាជាការកន្ត្រាក់ឬក៏ជាជំងឺអាការៈបែបហ្នឹងគេហៅថា moral reflex ដែលកើតជាទូទៅនៅលើទារកតូចៗទៅតែកើតរហូតដល់អាយុ3ខែទៅ6ខែគឺវាអាចនឹងបាត់ទៅវិញដោយខ្លួនឯងវាគឺជា reflex មួយដែលកើតឡើងដោយឯងនៅពេលដែលកូនប៉ះជាមួយនឹងបរិយាកាសខាងក្រៅដូចជាសកម្មភាពឬក៏សម្លេងប្លែកដែលប៉ះទៅលើកូនផ្ទាល់គឺធ្វើឲ្យក្មេងមានការបញ្ជាមួយពីខួរក្បាលមកលើរាងកាយរបស់កូនដែលបញ្ចេញនូវអាការៈភ្ញាក់អញ្ចឹងវាមិនមែនជាជំងឺអីធ្ងន់ធ្ងរទេហើយជាទូទៅអាការៈនេះគឺវាកើតឡើងត្រឹមតែរយៈពេលប្រហែល2នាទីប៉ុណ្ណោះហើយវានឹងបាត់ទៅវិញតាមពិត moral reflex នេះគឺមានតាំងពីនៅក្នុងផ្ទៃគឺនៅពេលដែលកូនមានអាយុចន្លោះពី28សប្តាហ៍ទៅ32សប្តាហ៍គឺ7ខែទៅ8ខែគឺកើតមាន reflex នេះតាំងពីនៅក្នុងពោះអញ្ចឹងហើយបានជាពេលខ្លះយើងមានអារម្មណ៍ថាកូនរៀងចង្កោងឬក៏កូនកម្រើកខុសពីធម្មតានៅពេលដែលយើងយកដៃយកទៅអង្អែលពោះឬក៏ឮសូរសំឡេងអីប្លែកឬក៏ភ្ញាក់ក៏កូនអាចមានអាការៈកម្រើកខ្លាំងនៅក្នុងពោះអញ្ចឹងនេះគឺជា moral reflex ជាទូទៅគឺគ្រូពេទ្យនឹងតេស្តមើលនៅពេលដែលក្រោយសម្រាប់ព្រាមហ្នឹងគឺគ្រូពេទ្យតេស្តមើល reflex នេះដែរហើយវាគឺជា reflex មួយដែលល្អដោយសារតែកូនរបស់យើងគឺទទួលដឹងនៅសំឡេងក៏ដូចជាគាត់មាន reflex មួយដែលដើម្បីការពារខ្លួនគេហៅថាជា reflex មួយដែលកើតឡើងដើម្បីការពារខ្លួនអញ្ចឹងវាមិនមានអ្វីដែលត្រូវព្រួយបារម្ភទេបើសិនជាកូនយើងឮសូរសំឡេងឬក៏យើងទៅប៉ះកូនភ្លាមៗកូនកថេកដាច់កថេកជើងដូចជាមានអារម្មណ៍ថាភ្ញាក់គឺជារឿងធម្មតាដែល reflex នេះគឺវាខុសពីការកន្ត្រាក់ផ្សេងៗទៀតដែលកើតឡើងដោយសារតែការប៉ះពាល់ទៅលើខួរក្បាលឬក៏ជំងឺផ្សេងទៀតដោយការកន្ត្រាក់នៃជំងឺផ្សេងៗនេះគឺអាចមានរយៈពេលយូរហើយកាត់ញឹកញាប់បើសិនជាមានការសង្ស័យទៅលើការកន្ត្រាក់ណាមួយដែលខុសពីធម្មតាគឺត្រូវតែយកកូនទៅជួបគ្រូពេទ្យដើម្បីពិនិត្យមើលឲ្យបានច្បាស់លាស់